កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំស្រាវជ្រាវបង្ក្រាបករណីលាក់កំបាំងសាកសពចម្រុងគ្រោះធ្លាក់ពីលើអគារដោយយកសពទៅកប់ចោលនៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំថ្ងៃទី2 ខែមីនាឆ្នាំ2025វេលាម៉ោង 16:30 នាទីមានករណីប្រទះឃើញសាកសពបុរសម្នាក់ជាជនជាតិចិននៅចំណុចចំការស្វាយចន្ទទី1កន្លែងស្ថិតក្នុងភូមិត្រពាំង Plong ទី2ឃុំត្រពាំង Plong ស្រុកពញាក្រែកខេត្តត្បូងឃ្មុំក្រោយពីមានហេតុការណ៍ខាងលើកើតឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯកនេនជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមនីរតបុសេនីយ៍ឯកហាមប៊ុនណានិងបុសេនីយ៍ឯកឆាន់គីមលីអនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញយ៉ាងយកចិត្តទុកដាក់ដោយកំណត់បានអត្តសញ្ញាណនិងទីតាំងលាក់ខ្លួនរបស់ក្រុមមនុស្សមួយចំនួនដែលពាក់ព័ន្ធនយោបាយសាកសពទៅកប់ចោលដោយពុំបានរាយការណ៍ជូនសមត្ថកិច្ចលុះនៅថ្ងៃទី13 ខែមីនាឆ្នាំ2025វេលាម៉ោង 12:10 នាទីកម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន 7 នាក់ក្រោយពីបានធ្វើការសាកសួរជនសង្ស័យខាងលើចំនួន 4 រួមមានកាយទី1ឈ្មោះ XXOXIN ភេទប្រុសអាយុ 26 ឆ្នាំជនជាតិចិនកាយទី2ឈ្មោះ UNINGUN ភេទប្រុសអាយុ 30 ឆ្នាំជនជាតិចិនកាយទី3ឈ្មោះសៃ AUNGKAAY ភេទប្រុសអាយុ 19 ឆ្នាំជនជាតិមីយ៉ាន់ម៉ាកាយទី4ឈ្មោះ TNGTA TILAI ភេទប្រុសអាយុ 23 ឆ្នាំជនជាតិមីយ៉ាន់ម៉ាបានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថាកាលពីថ្ងៃទី27 ខែមីនាឆ្នាំ2025ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកជ្រុងគ្រោះធ្លាក់ពីលើអគារតែជ្រុងគ្រោះស្លាប់តាមផ្លូវហើយយកដឹកសាកសពទៅកប់នៅក្នុងចំការស្វាយចន្ទទី1កន្លែងស្ថិតភូមិត្រពាំង Plong ទី2ឃុំត្រពាំង Plong ស្រុកពញាក្រែកខេត្តត្បូងឃ្មុំប្រកាសមែនចំណែកឯមនុស្សចំនួន3នាក់ទៀតគឺមិនមានការជាប់ពាក់ព័ន្ធក្នុងករណីខាងលើឡើយក្រោយបញ្ចប់ការសួរនាំជនដេញដោលត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការបណ្ដោះតាមនីតិវិធី Snow Music Studio